នេះថ្ងៃទី15ខែកក្កដាឆ្នាំ2026ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី5ដឹកនាំដោយអាដាមឈួនឆាមប្រធានស្ដីទីបានអញ្ជើញជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំខេត្តក្រុងសមាជិកក្រុមប្រឹក្សាសង្កាត់ស្មៀននិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្នុងក្រុងបូកគោនិងក្រុងកំពតខេត្តកំពតសរុបចំនួន165នាក់ពិធីសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភានិងអាជ្ញាធរមូលដ្ឋានព្រមទាំងដើម្បីឆ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈមនិងរួមគ្នារិះរកដំណោះស្រាយនានាពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅក្នុងឱកាសនោះអាដាមប្រធានស្ដីទីបានពំនាំនឹងការផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភានិងបានជម្រាបជូនអំពីទូនីតិរចនាសម្ព័ន្ធមុខងាររបស់ព្រឹទ្ធសភាជាពិសេសនៅនីតិកាលទី5នេះសម្ដេចតេជោហ៊ុនសែនបានដាក់ចេញនូវអត្ថប្រយោជន៍ចម្បងចំនួន2ទៀតគឺទី1លើកកម្ពស់ការទូតសភានិងទី2ជំរុញឲ្យចុះធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតព្រមទាំងជម្រាបអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភានីតិកាលទី5សម្រេចបាននិងលទ្ធផលការងារចុះផ្ទាល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី5ក្នុងឱកាសនោះដែរអាដាមប្រធានស្ដីទីបានសម្ដែងនឹងការគោរពដឹងគុណចំពោះពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងសូមកោតសរសើរនៅវប្បធម៌ចែករំលែករបស់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋគ្រប់រូបដែលបានជួយសម្រាលទុក្ខលំបាកវីរៈកងទ័ពនៅសមរភូមិមុខនិងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃទន្ទឹមនឹងនេះអាដាមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តជំនឿទុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចធិបតីក្នុងការការពារបូរណភាពទឹកដីសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិជាមួយគ្នានេះត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី6ខែមិថុនាឆ្នាំ2027ខាងមុខដោយជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាការចូលរួមពិនិត្យឈ្មោះបោះឆ្នោតនិងការត្រៀមឯកសារបម្រើការបោះឆ្នោតបន្ទាប់ពីស្ដាប់របាយការណ៍របស់សង្កាត់នីមួយៗនិងការបកស្រាយបំភ្លឺរដ្ឋបាលក្រុងបូកគោនិងក្រុងកំពតរួចមកអាដាមប្រធានស្ដីទីបានសង្កត់ធ្ងន់ថាធាតុចូលដែលទទួលបានពីអង្គវិធីនេះគឺស្របទៅនឹងកម្មវិធីនយោបាយជាអត្ថិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលផ្ដោតលើមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា Digital សម្ដៅឆ្លើយតបនឹងទិសដៅអភិវឌ្ឍរយៈពេលវែងក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ចំពោះបញ្ហាប្រឈមដែលនៅសេសសល់អាដាមបានណែនាំឲ្យរួមសាមគ្គីគ្នាដោះស្រាយដោយបង្រួមពីបញ្ហាធំមកតូចនិងពីតូចមកជាគ្មានបញ្ហាជាទីបញ្ចប់អាដាមប្រធានស្ដីទីបានផ្ដល់នូវអនុសាសន៍ណែនាំគន្លឹះចំនួន5ចំណុចរួមមានទី1បន្តការពារឲ្យបានជាដាច់ខាតនៅសុខសន្តិភាពស្ថិរភាពនយោបាយនិងរាល់សមិទ្ធផលសង្គមជាតិទី2សូមបន្តរួមគ្នាដោះស្រាយបញ្ហានានានៅមូលដ្ឋានដោយពង្រួមបញ្ហាពីធំមកតូចនិងធ្វើឲ្យបញ្ហាតូចទៅជាគ្មានបញ្ហាទី3រក្សាសន្តិភាពសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អតាមរយៈការបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពព្រមទាំងបង្ក្រាបរាល់បទល្មើសផ្សេងៗជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទី4សូមពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ជារដ្ឋបាលរបស់ប្រជាជនដោយសារប្រជាជននិងដើម្បីប្រជាជននិងទី5សូមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការនិងការគាំទ្រដើម្បីជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាពសមធម៌និងបរិយាបន្ន